ក្រោយពីត្រូវមួយប្រណងរបស់សម្ដេចធិបតីកម្ពុជារបស់យើងធ្វើឲ្យលោកវិនថៃសុវ៉ារីអ្នកនាំពាក្យកងទ័ពជើងគោករបស់ថៃចេញមកប្រតិកម្មបែបនេះថាហេតុអ្វីបានជាសម្ដេចធិបតីហ៊ុនម៉ាណែតយករឿងចំនួនព្រំដែនទៅនិយាយប្រាប់សារព័ត៌មានរយទ័រថាថៃឈ្លានពាននឹងគ្រប់គ្រងទឹកដីកម្ពុជាដោយខុសច្បាប់ធ្វើឲ្យថៃខ្មាស់គេពេញពិភពលោកហើយលោកបានបន្តទៀតថាពាក់ព័ន្ធនឹងរឿងដាក់កុងទីន័រនឹងបន្លាលួរបស់យោធាថៃនៅលើទឹកដីកម្ពុជាគ្រាន់តែដាក់ជាវិធានការសន្តិសុខនិងបណ្ដោះអាសន្ននិងប្រើប្រាស់ដើម្បីសិទ្ធិការពារខ្លួនហើយស្របតាមច្បាប់អន្តរជាតិតែប៉ុណ្ណោះខ្ញុំក៏ចង់សួរលោកវិនថៃសុវ៉ារីដែរថាចៅចេះខ្មាស់គេដែរមែនហើយច្បាប់អន្តរជាតិមួយណាដែលឲ្យចូលឈ្លានពានទឹកដីរបស់គេហើយដាក់កុងទីន័រនឹងពាត់បន្លាលួតើលោកអាចឆ្លើយបានទេលោកវិនថៃសុវ៉ារីចៅចេះខ្មាស់គេ